Ôi mình bắt đọt nặng nâng PT thông khăn chân tục lên game nó tè tơ bà sân để dương con để trong pra ca nghi ai cả xa bọt trâm trâu plơ cai nâng cứ pra tablet tơ vì nghi srul chiêng thòm đá ca chơ rơ ộp có vía to tại trâu khi cho môi nâng cụm nó pra bao dương này tơ vía ai chui dương ao chỉ vật dương căn tại nghi srul xa không gì vật nhưng con tại trâu ca tablet mùi nó đầm bay pra ca nghi tơ lơ cam vị thi Word Excel PowerPoint presentation hỡiสำหรับการวิธี WPS 3.0 នេះគឺវាមានលក្ខណៈពិសេសដូចជាយើងប្រើជាមួយនឹង laptop អញ្ចឹងវាអាចគ្រប់គ្រងជាមួយនឹងការដាក់ hyperlink ការគ្រប់គ្រងជាមួយនឹងរូបមន្តគណិតវិទ្យាឬក៏តារាង Excel ជាដើមទាំងអស់នេះវាផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ទៅលើការងារ Word Excel PowerPoint presentation ហើយក៏ដូចជា PDF file ដូចគ្នាដែរ tablet នេះគឺវាជួយដោះស្រាយកុំឲ្យយើងហត់នឿយក្នុងការយកកុំព្យូទ័រតាមខ្លួនហើយមានដុំសាកឆ្នាំងសាកអីអាញ៉ៃស្មុកស្មាញច្រើន tablet នេះគឺ Huawei MatePad 11.5S 2026 លក្ខណៈពិសេសហ្នឹងគឺត្រង់ថាយើងអាចប្រើវាទៅលើមុខងារក្នុងការធ្វើបទបង្ហាញយើងអាចភ្ជាប់វាទៅជាមួយនឹងទូរទស្សន៍ក៏បាន projector ក៏បានតាមរយៈ HDMI តាមរយៈ USB Type C ឬក៏ USB Type A ក្នុងការភ្ជាប់ជាមួយនឹង USB copy file ទៅវិញទៅមកបានសម្រាប់កម្មវិធីដែលមានស្រាប់នៅក្នុង tablet នេះ WPS 3.0 គឺវាមានកម្រិតលក្ខណៈដូចនឹងការប្រើប្រាស់កុំព្យូទ័រអញ្ចឹងដែរមានន័យថាវាគ្រប់គ្រង file format ពេញលក្ខណៈរបស់ Word Excel PowerPoint និង PDF រាល់ការដែលយើងប្រើប្រាស់ទៅលើកម្មវិធី WPS Office 3.0 នេះទៀតគឺយើងមានសិទ្ធិក្នុងការប្រើប្រាស់ដោយមិនចាំបាច់បង់ license fee បន្ថែមទេមានន័យថាជា software original ហើយប្រើប្រាស់ full license តែម្ដងកម្មវិធីនេះដែរក៏គ្រប់គ្រងជាមួយនឹងការប្រើប្រាស់ផ្សេងៗជាច្រើនទៀតដូចជាការប្រើប្រាស់រូបមន្តគណិតវិទ្យាក្នុងការបង្រៀនឬក៏ការធ្វើឯកសារផ្លូវច្បាប់ផ្សេងៗជាដើមហើយរាល់ font ដែលប្រើគឺគ្រប់គ្រងជាមួយនឹងខ្មែរ Unicode មានន័យថាគឺជាខ្មែរ font របស់យើងដែលយើងអាច copy ដាក់បញ្ចូលបន្ថែមនៅពេលដែលយើងទិញហ្នឹងគឺគេបានបញ្ចូលរួចជាស្រេចហ្នឹងរហូតដល់400 font ប៉ុន្តែក្នុងករណីដែលយើងចង់បញ្ចូលបន្ថែមឬក៏ download Unicode ខ្មែរដាក់បញ្ចូលទៀតគឺយើងនៅតែអាចប្រើប្រាស់បានដដែលរាល់ឯកសារទាំងអស់ដែលធ្វើនៅក្នុងកម្មវិធីនេះគឺអាច copy ចេញចូលបានហើយជាមួយនឹងធ្វើបទបង្ហាញក៏ដូចជាការ print ចេញបានដូចគ្នាដែរ Huawei MatePad 11.5S នេះក៏មានកាមេរ៉ាមួយទៀតដែលផ្ដល់លក្ខណៈពិសេសមួយដើម្បីឲ្យយើងប្រើមុខងារ scan ឯកសារបំលែងពីឯកសារដូចជាប្លង់ដូចជាវិក័យប័ត្រដូចជាអត្តញ្ញាណប័ណ្ណរបស់យើងនឹងទៅជា file PDF ក្នុងការដែលយើងប្រើប្រាស់ទូទៅក្នុងករណីចាំបាច់ផ្សេងៗហើយ tablet នេះគឺវាមានរូបរាងស្ដើងស្រាលក្នុងកម្រិត 6.9 មីលីម៉ែត្រគឺជាកម្រាស់របស់វាហើយមានទម្ងន់ត្រឹមតែ515ក្រាមប៉ុណ្ណោះអញ្ចឹងបើសិនជាយើងដាក់បន្ថែមជាមួយនឹង keyboard ក៏ដោយបន្ថែមប៊ិចហើយជាមួយម៉ៅទៀតក៏វានៅតែក្រោមទម្ងន់1គីឡូក្រាមដដែលចំណុចនេះគឺវាផ្ដល់នៅភាពងាយស្រួលហើយក្នុងការដែលយើងយកតាមខ្លួនផ្ដល់នៅភាពបត់បែនចំពោះការដាក់បង្ហាញលើតុនេះទៀតបើសិនជាយើងដាក់ជាមួយនឹង keyboard ក៏បានឬក៏យើងចង់ផ្ដាច់ចេញពីគ្នាដោយមិនជាប់ keyboard ហ្នឹងក៏យើងនៅតែមានខ្នងបញ្ឈរបានដដែលអញ្ចឹងចំណុចនេះគឺវាផ្ដល់នៅភាពងាយស្រួលហើយនឹងបត់បែនខ្លាំងមែនទែនចំពោះអេក្រង់របស់ tablet នេះវិញគឺវាមានទំហំ 11.5 អ៊ីញហើយវាជាប្រភេទ Paper Matte Display អ្វីដែលសំខាន់នោះគឺត្រង់ថាវាកាត់បន្ថយនៅចំណាំងផ្លាតផ្ដល់នៅភាពងាយស្រួលក្នុងករណីដែលយើងប្រើប្រាស់នៅខាងក្រៅចំពោះការប្រើប្រាស់នៅខាងក្នុង Office ឬការិយាល័យរបស់យើងវាកាន់តែផ្ដល់ភាពងាយស្រួលទៀតសម្រាប់ចំណុចពិសេសនេះចំពោះបច្ចេកវិទ្យាផ្នែកអេក្រង់នេះដែរគឺមានឈ្មោះថា Ultra Clear Paper Matte Display របស់ Huawei ដែលវាកាត់បន្ថយចំណាំងផ្លាតរហូតដល់ 99% អញ្ចឹងវាជួយសម្រួលដល់ការមើលរបស់យើងមិនថានៅខាងក្នុងឬក៏នៅខាងក្រៅវាមាន refresh rate រហូតដល់ 144Hz ហើយ resolution រហូតដល់ 2.8K ចំពោះកម្រិតពណ៌វិញគឺគ្រប់គ្រងជាមួយនឹង DCI P3 100% អញ្ចឹងអស់ទាំងនេះគឺជាចំណុចសំខាន់ដែលធ្វើឲ្យការបង្ហាញច្បាស់ល្អទាំងទឹកពណ៌ទាំងកម្រិតពន្លឺអ្វីដែលខ្ញុំបានបញ្ជាក់មិញគឺត្រង់ថាបច្ចេកវិទ្យាអេក្រង់នេះគឺវាជា paper matte អញ្ចឹងវាមានទម្រង់ដូចกระดาษអញ្ចឹងរាល់ការគូររាល់ការសរសេរដោយយើងប្រើ M pencil ហ្នឹងគឺវាផ្ដល់អារម្មណ៍ដូចជាយើងគូរលើกระดาษអញ្ចឹងហើយបន្ថែមពីលើហ្នឹងទៀតគឺដោយសារ tablet Huawei MatePad 11.5S នេះក៏គ្រប់គ្រងជាមួយនឹង software មួយទៀតគឺមានឈ្មោះថា GoPen នេះគឺជាលក្ខណៈពិសេសមួយនៅក្នុងការដែលយើងបង្កើត artwork ដូចជាអ្នកដែលចូលចិត្តគូរឬក៏យើងចង់ធ្វើជាអក្សរចំណងជើងវីដេអូអីគឺយើងអាចប្រើនៅក្នុងកម្មវិធី GoPen នេះតែម្ដងចំពោះ GoPen នេះដែរគឺប្រើបានដោយមិនគិតថ្លៃវាមានទម្រង់ពេញលក្ខណៈជា full license តែម្ដងសម្រាប់ app ដែលមានស្រាប់បន្ថែមពីលើ GoPen ហ្នឹងគឺនៅមានកម្មវិធីមួយទៀតគឺមានឈ្មោះថា Paperclip គឺជា software app
មួយសម្រាប់យើង edit video នៅក្នុង tablet នេះបានយ៉ាងងាយស្រួលហើយក៏យើងអាចប្រើជាលក្ខណៈ professional license តែម្ដងមិនចាំបាច់បង់ license fee អីទៀតទេជាមួយនឹង software បន្ថែមសំខាន់មួយទៀតរបស់ Huawei គឺ Huawei Note App Huawei Note App នេះគឺវាផ្ដល់លក្ខណៈពិសេសនៅក្នុងការកត់ត្រាដូចជាការថតសំឡេងហើយជាមួយនឹងការដែលយើង note ក្នុងពេលតែមួយហើយវាអាចចាក់បង្ហាញឡើងមកវិញនៅអ្វីដែលយើងកំពុងតែ note ក៏ដូចជាសំឡេងដែលយើងបានថតនោះស្របពេលគ្នាសម្រាប់ភាពងាយស្រួលនៅក្នុងការដែលយើងមើលឡើងវិញឬក៏ស្ដាប់ឡើងវិញសម្រាប់ការប្រើប្រាស់ផ្នែក digital marketing នេះទៀតតាមរយៈ browser នេះគឺវាបង្ហាញដូច desktop layout អញ្ចឹងអានេះវាជាភាពងាយស្រួលបន្ថែម model នេះមានទំហំ storage 256G ហើយមាន RAM 12G កម្លាំងថ្ម 8800 mAh ហើយគាំទ្រជាមួយនឹងកម្លាំងសារ40W អញ្ចឹងសម្រាប់ការប្រើប្រាស់ទូទៅការប្រើប្រាស់រយៈពេលពេញមួយថ្ងៃយើងអត់ចាំបាច់យកឆ្នាំងសារអីតាមទេកម្លាំងថ្មនេះគឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ការងារទូទៅដូចជាការប្រើទៅលើកម្មវិធី Word Excel PowerPoint presentation ហ្នឹងក៏ដូចជាធ្វើបទបង្ហាញជាដើមអានេះវាផ្ដល់ភាពងាយស្រួលបន្ថែមទៀតហើយបងប្អូនដែលមានចំណាប់អារម្មណ៍ Huawei MatePad 11.5S 2026នេះគឺអាចរកទិញបាននៅហាងទូរស័ព្ទផ្សេងៗឬក៏អាចសាកល្បងនៅ Huawei Showroom ជាដើមដើម្បីយើងសាកល្បងដឹងមុននឹងយើងធ្វើការសម្រេចចិត្តចំណុចសំខាន់ៗអស់ទៅនេះគឺយើងអាចប្រើបានក្នុង tablet នេះជាពិសេសគឺទៅលើការងារការិយាល័យ Word Excel PowerPoint presentation PDF ហើយភ្ជាប់ជាមួយនឹង screen projector ក៏បាន TV ក៏បានដែរអញ្ចឹងចំណុចអស់ទៅនេះគឺផ្ដល់ភាពងាយស្រួលមិនចាំបាច់ឲ្យយើងទៅពិបាកស្ពាយយកអីវ៉ាន់អីតាមខ្លួនច្រើនទេតែប៉ុណ្ណឹងគឺគ្រប់ហើយ Huawei MatePad 11.5S 2026